អាហារជាច្រើនមុខដែលយើងអាចរើសញ៉ាំបានដោយសេរីសំខាន់គឺមានកន្លែងទេសភាពស្រស់ស្អាតសម្រាប់យើងថតរូបនិងមករីឡេកបានទៀតអីដែលសំខាន់មកនៅឆងរកកន្លែងនៅជិតទីក្រុងភ្នំពេញអីហ្នឹងខ្ញុំគិតថាត្រូវមែនតើមួយវិញទៀតក៏មានផ្ទះបុរាណសម្រាប់ឲ្យយើងថតរូបដែរគ្រាន់និយាយប៉ុណ្ណឹងបងប្រហែលជាគិតដល់កន្លែងមួយហើយមែនអត់ហើយកន្លែងមួយនោះដែរគេហៅថា Studio វប្បធម៌និងធម្មជាតិកោះស្លាកែតពេលដែលយើងចូលមកដល់សំបុត្រគឺចំនួន$3ក្នុងមួយនាក់ប៉ុន្តែយើងអាចយកទៅដូរញ៉ាំអាហារនៅខាងក្នុងនឹងបានឬក៏ភេសជ្ជៈបានណាបងហើយម្ហូបដែលគេឲ្យយើងអាចដូរបានមានច្រើនមែនតើមិនថានំបញ្ចុកនំគ្រក់នំពុម្ពឬក៏ទឹកកកឈូសការ៉េមអីជាដើមហើយនៅទីនេះក៏មានផ្ទះល្វែងចាំមួយយ៉ាងធំមែនតើសម្រាប់យើងអាចចូលមកថតរូបបានឬក៏យើងអាចជួលទៅលើសម្ភារៈបុរាណដើម្បីយើងស្លៀកពាក់ដើម្បីថតរូបក៏បានដែរទៅពេលដែលមកដល់កន្លែងផ្ទះល្វែងចាំមួយនេះគឺទេសភាពមលុបហើយស្រស់ស្អាតមែនតើគឺយើងអង្គុយហើយមានអារម្មណ៍ថាអ្នកគ្នា relax ហ្មងវាថាដូចយើងបាននៅក្នុងសម័យបុរាណអីអញ្ចឹងណានៅខាងមុខនេះគឺជាកន្លែងសួនលេងទឹកសម្រាប់កុមារគឺគេហៅថា Kids Zone តែបរិវេណនៅខាងក្រោមផ្ទះគឺគេរៀបចំជាសម្រាប់ឲ្យយើងមានកន្លែងញ៉ាំបាយញ៉ាំអីកំងម្ហូបគេអញ្ចឹងហើយខ្ញុំដើរមកមុខបន្តទៀតគឺមានកន្លែងថតរូបស្អាតៗមែនតើមានពោរពេញទៅដោយទេសភាពអមនៅជុំវិញហ្នឹងហ្មងតែមកដល់កន្លែងនេះគឺខ្ញុំដើរបានជិតដល់ជុំវិញនៃព្រំនីដ្ឋានរបស់គេហើយនិយាយទៅគឺមើលទៅស្រស់ស្អាតមែនតើមានទាមានកន្លែងថតរូបអីជាច្រើនហើយនៅផ្នែកដែលខ្ញុំចង្អុលទៅហ្នឹងគឺជាកន្លែងដែលគេសម្រាប់យើងអាចញ៉ាំបាយឬក៏មានជាកញ្ចុះសម្រាប់ឲ្យយើងជួលកំងម្ហូបគេបាននៅទីនេះស្ពានដែលខ្ញុំដើរនេះគឺជាស្ពានយោបងមិនមែនជាស្ពានធម្មតាទេទៅមានអារម្មណ៍ថាបង្កើតភាពសប្បាយរីករាយដល់យើងបន្ថែមទៀតខ្ញុំគិតថាទេសភាពក្តៅមែនប៉ុន្តែបើសិនជាអត់ក្តៅទេគឺថតរូបអត់សូវស្អាតទេអញ្ចឹងតើមានក្តៅតិចតួចបានថតរូបស្អាតបន្ទាប់ពីដើរលេងរៀងហត់ហើយយើងក៏យកសវត្ថដើម្បីយកមកដូរយកការ៉េមញ៉ាំជាមួយនឹងនំគ្រក់ហើយក៏បានដើរមើលទេសភាពផ្សេងៗទៀតនេះគឺជាកន្លែងហែលទឹកនិងកន្លែង Kids Zone សម្រាប់កុមារលេងក៏ដូចជាកន្លែងថតរូបគូព្រេងព្រឹត្តនៅទីនេះដែរហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងសម្រាប់ការតាមដានទស្សនាបើសិនជាការនិយាយរបស់ខ្ញុំការខុសឆ្គងលើសលួសក៏សូមអធិស្ឋានទុកជាមុនផងដែរបងតែបើសិនជាបងពេញចិត្តកុំភ្លេចចុច like share follow ដល់ page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនបន្តទៀតបាយបាយ